hạt phá cứ chia chấm náchในการยลไตรยลไตรចូលទៅក្នុងទានទាំង3បញ្ញកិរិយាវត្ថុហ្នឹងចូលទៅក្នុងសិលទាំង3ក្នុងសីលមយៈហ្នឹងមានអបច្ចាយណៈហើយនឹងវិយវចៈចូលរួមក្នុងសីលមយៈបនហ្នឹងហើយចូលក្នុងភាវនាទាំងសមថៈទាំងវិបស្សនាហើយធម្មទេសនាហើយនឹងធម្មសវណៈហ្នឹងគឺចូលក្នុងភាវនាទៅថោជកម្មៈមួយហ្នឹងគឺជាបញ្ញាសម្បទាដោយខ្លួនឯងហើយទំនុកបំរុងដល់កុសលធម៌ដទៃៗដោយឧបនិស្សយបច្ច័យឲ្យកុសលធម៌ដទៃៗទានសិលភាវនាហ្នឹងទៅជាញាណសម្បយុត្តណាចឹងក្នុងការយល់ត្រូវពុទ្ធបរិស័ទបងប្អូនកូនចៅយើងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរឹតតែប្រើប្រាស់បានច្រើនរឹតតែល្អរឹតតែមានសេចក្តីសុខស្ងប់ហើយរឹតតែជំនាញទៅទៀតដែលចាំបាច់យើងងូតទឹកចាំថ្ងៃឲ្យតិចកាយម្រះញើសក្អែលបរិភោគបាយគេញខានប្រសង់និមន្តឆាន់ចាំបាច់អាហារសម្រាប់រូបកាយសម្លៀកបំពាក់ផ្ទះសម្បែងទីកន្លែងកត់សាលាយ៉ាងណាគឺការដែលយើងមានបញ្ញាដើម្បីរក្សាចិត្តសំខាន់ក្នុងរឿងបច្ច័យ4របស់ចិត្តហ្នឹងគឺយើងមិនអាចថានឹងទៅកែប្រែអ្វីដែលជាធម្មជាតិឲ្យបានដូចចិត្តយើងទេយ៉ាងធម្មជាតិមេឃដីយប់ថ្ងៃអីចឹងយើងថាឲ្យថ្ងៃយើងទៅកើតទុកហើយបើយើងប្រឆាំងនឹងយប់តែបើយើងមិនប្រឆាំងអីទេយប់ក៏សម្រាមទៅក៏ជាសុខដោយសារមិនប្រឆាំងនឹងថ្ងៃរះយើងធ្វើកិច្ចការងារយើងមិនប្រឆាំងនឹងថ្ងៃរះហ្នឹងគឺអត់មានសេចក្តីទុកទេយ៉ាងណាមិញគឺការដែលមានបញ្ញាព្រមទៅជាមួយនឹងហេតុផលបរមត្ថដែលបរមត្ថធម៌នេះគឺមិនស៊ីសំណោកសោកប៉ាន់អត់មានខ្លាចអំណាចម្រាមកំហែងឬក៏ស្ដាប់ការប្រកបវិជ្ជាយ៉ាងនេះយ៉ាងនោះអំពីមេអិនព្រំណាទេគឺថាហេតុផលធម្មជាតិទាំងក្នុងអ្នកដតីចិត្តចេតសិករូបជាបរមត្ថណាអត់មានអត្តាទេក្នុងខ្លួនយើងក៏ចិត្តចេតសិករូបអត់មានអត្តាឃើញហេតុផលបរមត្ថសិក្សាដោយសតិប្បដ្ឋានក្នុងធัวបរិបត្តិទានសិលភាវនាតែក្នុងសភាវៈធัวបរមត្ថគឺកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាជាសភាវៈធัวដែលត្រូវឃើញដោយបញ្ញាក្នុងទីបំផុតនៃកុសលធម៌គឺវិបស្សនាញាណដែលត្រូវលះបង់សេចក្តីប្រកម្មហ្នឹងគឺមកពីឃើញធម្មជាតិដែលប្រព្រឹត្តទៅជាហេតុផលបរមត្ថប្រព្រឹត្តទៅតាមបច្ច័យដោយមិនប្រឆាំងដោយមិនទាស់ជាមួយគ្នានឹងហេតុផលបរមត្ថច្បាប់ធម្មជាតិនេះឯងដែលអស់សេចក្តីប្រកម្មហើយការដែលមិនប្រកម្មនឹងឯងដែលជាទីពឹងយើងមើលទៅអ្នកដតីរឿងអីយើងមិនអាចនឹងថាឲ្យអ្នកដតីផ្លាស់ប្ដូរចរិតអធិស្រ័យអីតាមចិត្តយើងបានទេរំបាកជាទីបំផុតមិនងាយដែលយើងចាំបាច់ត្រូវទូមានព្រានបដៅកូនប្រុសស្រីថាបានដោយការព្យាយាមមែនទែនកូនប្រុសស្រីខ្លះគឺថាចេះរឹងរូសម៉ែឪទូមានដោយចិត្តស្រឡាញ់ដោយស្មោះប៉ុណ្ណឹងហើយនៅតែទូមានមិនបានទៀតផងរហូតដល់ទៅកុំចាំបាច់និយាយដល់ទៅអ្នកក្រៅពុទ្ធសាសនាអ្នកជាបរិស័ទហ្នឹងសំបីតែថាចូលកម្មភ្នោះបួសជាបព្វជិតហើយហ្នឹងនិមន្តបិណ្ឌបាតតាមក្រោយព្រះរាមាប្រភេទហើយហ្នឹងពុទ្ធអង្គទូមានមិនបានផងហ្នឹងគឺវាជារឿងអ្នកដតីខាងក្រៅហ្នឹងវាតាក់ទួងទៅនឹង
bò là mặt thua để xóm hai bà chạy báo cứ ta chỉ chế rừng ru dùng bay để chỉ mũi đang pre là miền bậc phì bậc ông truông mình miền hạp được tây và bài chỉ tục ấy tới tê bột bò để sạt dương miền phiệt tru bậc tre bậc cai bậc cam trao bậc cam ọp đào khné cứ vi chia sẻ cái tục từng ọp khné đào vi việt nằng ai để bột bò để sạt dương để miền chấm nuôn tách ấy đánh mà đá có ơi bom ôn côn chạy nâng mà ông phong mà nè phong đã cho máu được đồng được phiệp này bành nhà xăm và tiền nâng để dân mình ai phơ chả rất áp chia sài nè là tây nâng ơi từ tam chất mà dớn tại bãi tới chia dân mà đô pla cái này ca sầm lân mơ là bao dân nè cứ dân còn ai mơ tới ca từ đây cái đây cả hai mơ tới ai chầm ran từ đây ca che đắng nơi nông vây vây nó miền tràn này tràn mum rạp dân mơ đòi ca sắc xá dân mơ tới chầm ran của sao là thua chân vây vây tầng on nó cứ mình bàn chỉ riêng cọ ấy chầm rạp dân thế tôi chia một rất từ giang ma cả đó cứ ta chia mê riêng chầm ran cả nhà chầm ran bạc nhà bột bò sạt miền thì đây sọc nòng ca đây sầm lân mơ lột nâng ấy cái ta mình lịch cho và nguồn khái từ lịch cho mình té nằm thệ sang cố vì chia nè tàng bột đỏ mình đấy nè che đấm cái mình lịch cho tề cái nòng lột cây nâng nòng ban việc hàm nâng thì ta mình phải từ đòi prum mà diên đòi phải xa bàn đòi âm tạ để chỉ tìm Phật này về vật sẵn xa chẳng cứ bành nhà xăm bật tía trong cào ní sầm khăn để dân từ ọp rum chụp ra lan chỉ mùi khné nâng vây để dân sầm lăng mơ nó mơ đời ca che đăng mơ ở khơi đòi bò ra mặt thua miền ca sầm lăng mơ từ nòng này sắc xa chụp ra bạc nhà chụp nu hạ ca để dân mơ tới đây thà chọn ao giảm đi chọn ao giảm nu chụp nu ca để dân kết thà cua thì dạng nu cái đó cua thì dạng đi cứ thà từ mơ đầm bay ra xa chặt ở ban thì đây sọc ngọt cứ mơ lột tam để lột nó phục rất từ còn mơ không chụp non để chọn ở lột nó phục rất từ tam chặt luôn ai ở ba này mình bạn đi sai ca này nom ca ọp rung từ miền còn chào ấy chỉ đào nâng thề bàn tay từ miền muôn cà phê luôn để không chấm nói để thà mơ lốt tam để lốt của Phật tử đòi bỏ ra mặt rong bà nhát này nom ọp rung từ miền bàn tay dọn cà phê luôn cứ bà nhà xăm bà tiền á còn ôi mơ lốt đòi đây bà cam đời ca huông hái trong ở lốt nó của Phật tử ta mà đây bà cam luôn ai nè chỉ ca vùng về đời lai đời không rom chỉ bỏ ra mặt đó cứ dân mơ lốt tam để lốt của Phật tử ni ai cứ chỉ chấm nói từ đây để bột bò sạt rồi bàn chấm rách nơi đây minh bà cam nè ai chẳng sâu mạng nó mớ để đi con chỉ tì sẽ lạnh lúc dân cài bị thay là xa sắc của hiệp lời cài lần sắc của hiệp lời chất ao đỏ hỡi tại than cứ vây để lời không ti chung vinh dường có sầm khăn nè còn trời vô lần trời thay là xa bàn đỏ tại than đỏ nâng thơ ở sọc của hiệp riêng cái prom tiền sọc của hiệp rồi bỏ chất này giờ cướp khía bàn đỏ tới phòng đà tại than khla
មានទៅតាមធម្មជាតិដូចជាដើមឈើនំស្ទឹងទន្លេអាកាសធាតុលក្ខបរិស្ថានខ្លះមានទៅតាមដែលយើងសាងឡើងដូចជាទីនៅអាស្រ័យបរិវេណជុំវិញផ្ទះដំណាំដាំដុះផ្លូវថ្នល់ជាដើមបរិស្ថានទាំងអស់នេះសុទ្ធតែអាចឲ្យគុណឲ្យទោសដល់មនុស្សយើងបានបើយើងមើលថែនិងចាត់ការបានល្អក៏ឲ្យគុណថាបើយើងមិនបានថែទាំនិងមិនបានចាត់ការឲ្យល្អទេក៏ទៅជាទោសដូច្នេះកូនគួរមើលថែនិងចាត់ការនៅបរិស្ថានឲ្យបានល្អដើម្បីប្រយោជន៍ដល់ខ្លួនកូននិងដល់អ្នកជិតខាងកូនត្រូវចាប់ផ្ដើមតាំងពីទីនៅអាស្រ័យបន្ទប់ដេកផ្ទះបាយបន្ទប់ទឹកគឺត្រូវចាត់ការមើលថែឲ្យស្អាតប្រះចាកក្លិនមិនល្អនិងភាពអ៊ូអាប់ត្រូវកុំឲ្យសក់មួយមុខសម្បុកកដុលដែលជាហេតុនាំឲ្យកើតរោគផ្សេងបរិវេណផ្ទះកូនត្រូវមើលថែឲ្យស្អាតដាំផ្កាដាំឈើជាម្លប់កំចាត់ភាពស្ដុកថ្លុកទឹកដែលនាំឲ្យកើតមូសសម្អាតឲ្យស្អាតកុំឲ្យមានរុយកុំចោលសម្រាមសំណល់អាហារនិងរបស់ស្មោកគ្រោកផ្សេងទៀតក្នុងទីមិនសមគួរកុំឲ្យហុយធូលីហុយផ្សែងអាក្រក់ក្លិនស្អុយសម្លេងខ្លាំងដែលនាំឲ្យរំខានដល់អ្នកជិតខាងការថែរក្សារៀបចំនៅបរិស្ថានឲ្យល្អមិនធ្វើឲ្យបរិស្ថានធម្មជាតិខូចខាតបាត់បង់សុទ្ធតែជាប្រយោជន៍ដល់យើងទាំងអស់ការបើចាត់ការរៀបចំបរិស្ថានបានល្អផ្ទះយើងក៏គួរនៅបរិវេណផ្ទះក៏ស្អាតតាមផ្លូវថ្នល់ក៏ស្អាតតាមផ្លូវទឹកក៏ស្អាតលក្ខភូមិស្រុកពិតជារុងរឿងផ្ទុយមកវិញបើយើងមិនបានមើលថែនិងចាត់ការឲ្យបានល្អទេមានតែទម្លេងនៅបរិស្ថានដែលល្អឲ្យបាត់បង់ខូចខាតទៅវិញនោះយើងនឹងមានបញ្ហាឬមានការក្តៅក្រហាយពិតព្រោះត្រូវបរិស្ថានដាក់ទោសហាក់ដូចជាសងសឹកមកលើមនុស្សលោកវិញដូច្នោះឯងមានព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាឧតកង្ហេនិយន្តិនេតិកាឧសការានិមយន្តិតេជនាងតេរុងនិមយន្តិបច្ចកាអត្តានាំងតមយន្តិសុបតាធម្មតាអ្នកស្រែតែងបាចទឹកពីចូលស្រែជាងព្រួញតែងពុតព្រួញឲ្យត្រង់ជាងឈើតែងចាំងឈើឲ្យត្រង់អ្នកមានវត្តបរិបត្តិល្អតែងអប់រំខ្លួន52ប្រដៅខ្លួនឯងឲ្យបានកូនជាទីស្រឡាញ់មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើនតាមគោលធម៌3ប្រការ1ប្រដៅខ្លួនឯងឲ្យបាន2អានខ្លួនឯងឲ្យដឹង3ប្រឹងខ្លួនឯងឲ្យដល់ក្នុងប្រការទី1គឺប្រដៅខ្លួនឯងឲ្យបានដោយសេចក្តីថាតាមប្រក្រតីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯងឬដាស់តឿនខ្លួនឯងឡើយប៉ុន្តែបែរជាប្រដៅអ្នកដទៃដាស់តឿនអ្នកដទៃបានដោយសពគ្រប់ប្រដៅឲ្យគេធ្វើយ៉ាងនេះដាស់តឿនឲ្យគេធ្វើយ៉ាងនោះប្រដៅបានដាស់តឿនបានចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅមិនព្រមដាស់តឿនទៅបានជាភ្លៀងភ្លាត់ប្រព្រឹត្តខុស
ជួបប្រទេសនៅទុក្ខលំបាកក្នុងជីវិតតាមតែពិតខ្លួនយើងនេះឯងដែលប្រដៅទូនមានបានដោយលំបាកជាទីបំផុតវឹកហាត់ក៏លំបាកនឹងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយក៏លំបាកទៅទាំងអស់ជាធម្មតានៃការងារការបើធ្វើហើយរមែងភ្លៀងភ្លាត់ឬខ្វះខាតទៅបានហើយមនុស្សយើងអ្នកម្នាក់ក៏រមែងមានការខុសឆ្គងភ្លៀងភ្លាត់និងខ្វះខាតដូចគ្នាដែរប៉ុន្តែការបើជួបប្រទេសនៅរឿងខ្វះខាតជាដើមហើយក៏បដៅខ្លួនឯងដាស់តឿនខ្លួនឯងថាមិនត្រូវធ្វើយ៉ាងនោះទៀតឡើយជាយាមដាស់តឿនខ្លួនឯងជារឿយដូច្នេះរមែងធ្វើឲ្យគិតកែខៃដោះស្រាយរៀបចំចាត់ចែងការងារនិងរៀបចំចាត់ចែងខ្លួនឯងឲ្យល្អត្រឹមត្រូវជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបានបើមិនមានអ្នករតីណាមកបដៅយើងទេនឹងខ្លួនឯងក៏មិនបដៅខ្លួនឯងដែរឬមិនព្រមដាស់តឿនខ្លួនឯងព្រោះគិតថាខ្លួនឯងឆ្លាតហើយមុខតែរកផ្លូវត្រូវមិនឃើញឡើយមានតែឆ្ពោះមុខទៅរកសេចក្តីវិនិច្ឆ័យតែម្យ៉ាងប៉ុណ្ណោះគួរឲ្យខ្លាចមែនទែនកូនត្រូវវឹកហាត់ដាស់តឿនខ្លួនឯងឲ្យជាប្រចាំរាល់ថ្ងៃនឹងរងចាំឲ្យអ្នករតីគេមកដាស់តឿននោះពិតជាមិនសមគួរឡើយមានអ្នកណាគេមកយាមកូនហើយដឹងរឿងរ៉ាវរបស់កូនបានសពគ្រប់ទៅណាមួយផ្លូវចិត្តផ្លូវគំនិតដែលមិនមានរូបឲ្យគេឃើញទៀតដូច្នេះបើកូនដាស់តឿនខ្លួនឯងបានគឺជាការល្អបំផុតអត្តនាចោទយត្តានੰបដិមង្សេតមត្តនាសោអត្តគុតតោសតិមាសុខੰភិក្ខុវិហេហិសិអ្នកចូលចោទខ្លួនដោយខ្លួនឯងចូលពិចារណាខ្លួនដោយខ្លួនឯងអ្នកភិក្ខុអ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយនឹងរស់នៅជាសុខសប្បាយ53អានខ្លួនឯងឲ្យដឹងកូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី2គឺអានខ្លួនឯងឲ្យដឹងដោយសេចក្តីថាត្រូវសិក្សាខ្លួនឯងត្រួតត្រាពិនិត្យខ្លួនឯងដើម្បីឲ្យដឹងនៅការពិតនៃជីវិតរបស់ខ្លួនពោលគឺត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់ថាខ្លួនឯងមានការចេះដឹងមានសមត្ថភាពមានសតិបញ្ញាត្រឹមណាមានកម្លាំងប៉ុណ្ណានឹងដែលសំខាន់ជាទីបំផុតត្រូវដឹងចិត្តខ្លួនឯងថាត្រូវការអ្វីជាប្រកបនៅក្នុងជីវិតនេះត្រូវអានខ្លួនឯងឲ្យបានច្បាស់ដោយអានសិភៅឬអានគម្ពីរព្រះធម៌អីចឹងត្រូវយល់ពីខ្លួនឯងឲ្យបានសពគ្រប់ប្រៀបដូចជាមនុស្សដើរផ្លូវឆ្ងាយបានមើលផែនទីស្គាល់ផ្លូវច្បាស់ឬដូចជាជាងធ្វើផ្ទះបានមើលគំរូផ្ទះយល់ច្បាស់ដូចនោះឯងដំណើរជីវិតឬដំណើរការងារយ៉ាងណាមួយក៏ដូចគ្នានឹងការដើរផ្លូវឬការសាងសង់ផ្ទះនោះឯងគឺអានខ្លួនឯងឲ្យបានច្បាស់លាស់រឹតតែច្បាស់រឹតតែល្អជីវិតនិងការងារប្រព្រឹត្តទៅបានល្អព្រមទាំងសេចក្តីសម្រេចដែលនឹងសម្រេចបានដោយល្អនោះព្រោះមកអំពីការស្គាល់ខ្លួនឯងនេះឯងបើសំបីតែខ្លួនឯងក៏មិនបានយល់អំពីខ្លួនឯងនិងមិនស្គាល់ខ្លួនឯងផងនោះតើនឹងធ្វើការងារអ្វីបានទៅដូចអ្នកដែលដើរផ្លូវអត់មានផែនទីទោះបីជាដើរទៅបានមែនក៏មុខតែវង្វេងឬក៏ខាតពេលខាតកម្លាំងជាពិតប្រាកដព្រោះតែខ្លួនមិនស្គាល់ផ្លូវនោះឯងដូច្នេះមុននឹងធ្វើនៅកិច្ចការងារណាកូនត្រូវសិក្សាអំពីខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិន
cứ chỉ ca an khuôn ai đôi chỉ ca an thì phơi chẳng đuổi hỡi xâm thuê được kịch cá nghĩa nụ ca bởi giang ní ca khoa khá từ ca phèn phọt còn xuống nâng mình bán ca làng lời tăng pi tầm bốn tầm đòn ca ươm pi đăng thạc luôn ai miền ca chết đăng còn ná miền rồi mắt tập hiệp còn ná miền rồi tệ bà nhà còn ná miền cầm lăng còn ná nâng miền bầm non bật na không chỉ vật dạng ná hơi nốt còn trời squall nơi tu nơi ti chỉ đào mà bọc luôn tiệt cứ squall tam thì cái đây bật thả luôn miền tu nơi ti miền thản nạ miền phết miền chụp niên nâng miền nơi côn ở thua dạng ná hơi trời bật bật ở bàn xóm rung từ tam cái ca tu nơi ti chỉ đào nốt nâng ở bàn xóm srop từ tam phơi lọ phơi chầm ra đầm bay cầm áo lẹ trôi từ nông phơi đây chỉ cái đây bị nè atta he atta nào nia tháo cao he nia tháo parao sĩ gia atta he atta nào nia tháo atta he atta nào kẹt tệ tasma sanyama atta nắng asang phe trang vẽ viên chồ luôn chỉ ti pưng rồi bọc luôn chia kẹt tệ rồi bọc luôn ai pro hai nốt nè châu để xa luôn ở đôi chỉ nê biển nịch thay để xa nơi xe đây là ó giang được nào ai ha sẽ buồn bằng luôn anh ở đỏ tập bọt bay cho cái này và đại luôn anh ở bán an luôn anh ở đắng bằng luôn anh ở đỏ hà sệt buồn ấy bằng luôn anh ở đòn tôn chỉ ti sẽ là những cô thua sầm rạp rồi rất đầm bấy co sang luôn bạc cà bị bấy cứ bằng luôn anh ở đòn đôi chỉ cái đây thà nuôi dưỡng cho chết ở nhà ở tây mò lơ cầm cái luôn phân tay mà nu đây nâng miên kê mò sẽ là như rạp á nâng lơ cầm cái nước cứ trời tay chỉ manu để miền muôn snai xạ sét trong khuôn manu để khoa muôn snai nâng miền ở na mau sờ lạnh rập an tây vị thi mà giang thầm rạp sang snai ơi manu sờ lạnh cứ prang khuôn ấy rứ có prang khuôn ấy cả prang khuôn ấy rứ prang khuôn ấy cứ cả đa tươn khuôn ấy ở phơi cả nghĩa kết phơ ca đời khuôn ấy kết chui nhẹ đời tây đời khuôn ấy nâng phơ khuôn ao chia bị giàu chấm pua ca nghĩa mình chầm bát ao nhà na màu pra màu bằng cọp lại khơi xóm cua dạng na hãy gọt phơ đời khuôn ấy rồi tại ca nghĩa khla trời xu đời nhẹ đời tây đầm bay ở trời tam bầm non rồi bao nhẹ đời tây phong bầm nọមនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះគឺឃើញការងារដែលជាការងារល្អជាការងារត្រឹមត្រូវនិងជាការងារមានប្រយោជន៍ហើយនោះក៏ប្រើខ្លួនឯងឲ្យធ្វើគេហៅថាជាមនុស្សមាននៅអត្តសម្បទាគឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្តមនុស្សដូចពោលមកនេះគេមិនព្រមនៅស្ងៀមមិនព្រមនៅទំនេរឡើយឃើញអ្នកដតីធ្វើការអ្វីគេអាចជួយបានក៏ជួយភ្លាមបើកូនត្រូវការឲ្យបានដល់នៅសេចក្តីសម្រេចនិងត្រូវការឲ្យខ្លួនជាមនុស្សមានមន្តស្នេហ៍កូនត្រូវប្រើខ្លួនឯងតាមដូចដែលបានពោលហើយកូនកុំនៅស្ងៀមកុំធ្វើបង្ងើយក្នុងការដែលត្រូវជួយអ្នកដតីកូនត្រូវជួយដោយទឹកចិត្តកុំជាមនុស្សអត់ទឹកចិត្តឲ្យសោះកូនកុំជាមនុស្សឃើញតែពីខាងបាននៅសម្បត្តិក្រៅខ្លួននោះព្រោះមនុស្សដែលអត់ទឹកចិត្តគិតតែពីខ្លួនឯងចង់បានតែសម្បត្តិទ្រព្យក្រៅខ្លួនប៉ុណ្ណោះគេហៅថាមនុស្សមានស្នៀតមិនមែនមានស្នេហ៍ទេមិនគួរឲ្យរាប់អានឡើយគឺជាមនុស្សដែលគួរឲ្យរង្គៀសចំពោះមនុស្សទូទៅកូនហើយសាងស្នេហ៍ល្អជាងសាងស្នៀតសាងស្នេហ៍នោះវាមិនមែនលំបាកខ្លាំងណាស់ទៅនោះទេ
គ្រាន់តែព្យាយាមដាស់តឿនចិត្តខ្លួនឯងកុំឲ្យជាមនុស្សសំពឹកអត់ទឹកចិត្តប៉ុណ្ណឹងទៅក៏សំគួរហើយទីខាជាករតោរតៈទីខាំងសន្តសយោជនាងទីខោពេលានាងសង្សារោសទ្ធម្មំអវិជ្ជាអ្នកតាំងយប់យូរសម្រាប់អ្នកដែលដេកមិនលក់យកឆ្ងាយដាច់ស្រយាលសម្រាប់អ្នកដែលស្បាយកម្លាំងហើយវត្តសង្សារវែងឆ្ងាយសម្រាប់បុគ្គលពេលទាំងឡាយដែលមិនដឹងនៅព្រះសទ្ធំ55សេចក្តីប្រកាន់កូនជាទីស្រឡាញ់ជីវិតនៃមនុស្សម្នាក់នោះរមែងជួបប្រទះនៅសេចក្តីក្តៅក្រហាយខ្វាយខ្វល់រជល់ក្នុងចិត្តសន្ធឹកសន្ធាប់រាប់ដងមិនអស់ច្រើនបែបច្រើនយ៉ាងក្នុងបណ្ដាសេចក្តីក្តៅក្រហាយនោះមានសេចក្តីក្តៅក្រហាយព្រោះសេចក្តីប្រកាន់នៃខ្លួនឯងរួមជាមួយផងដែរសេចក្តីប្រកាន់ដែលពោលមកនេះគឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនៅអ្វីណាមួយរហូតតតែខ្លាំងហួសដូចជាចាប់យកនៅមនុស្សទាំងឡាយណារបស់ទាំងឡាយណាការងារទាំងឡាយណាឋានៈទាំងឡាយណាទាំងការចេះដឹងរហូតដល់គំនិតរបស់ខ្លួនជាដើមទាំងអស់នេះមកហួងហែងប្រកាន់មមខ្លាំងពេកទៅគឺនៅក្នុងសេចក្តីប្រកាន់ថាជារបស់យើងសេចក្តីប្រកាន់ដូចនេះឯងជាហេតុជាដើមចំនៃសេចក្តីក្តៅក្រហាយនិងសេចក្តីទុក្ខសោកក្រៀមក្រំដែលតែងតែមាននៅក្នុងមនុស្សម្នាក់ប្រកាន់ក្នុងអ្វីណានិងកើតទុក្ខសោកដុកដួលនៅក្នុងអ្វីនោះឯងបើមិនប្រកាន់ក្នុងអ្វីណាទេក៏នឹងមិនទុក្ខសោកមិនដុកដួលនិងមិនក្តៅក្រហាយក្នុងអ្វីនោះឡើយបើកូនត្រូវការឲ្យមានជីវិតរស់នៅជាសុខពិតពិតកូនត្រូវព្យាយាមលះលែងក្នុងចិត្តនៅអ្វីនោះឲ្យថយចុះនៅសេចក្តីប្រកាន់កូនត្រូវចាំទុកនៅពាក្យនេះគឺកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីសុទ្ធតែកើតពីហេតុអ្វីដែលកើតឡើងហើយសុទ្ធតែត្រូវប្រែប្រួលទៅទាំងអស់កូនកុំទទួលដុំថ្មកុំទទួលនៅភារៈអ្វីឲ្យធ្ងន់ហួសជាធម្មតានៃភារៈដែលរែកទូលវារមែងធ្ងន់រឿយលុះដល់ដាក់ចុះទម្លាក់ចោលបានវារមែងអស់ធ្ងន់និងអស់ការនឿយហត់តទៅទៀតដែរភារៈដែលចិត្តទទួលរែកពុនឬក៏ប្រកម្មទុកនេះវាមិនងាយនឹងដាក់ចុះបានដោយងាយនោះឡើយដូច្នេះហើយទើបវាធ្វើឲ្យធ្ងន់នៅក្នុងចិត្តនិងក្តៅក្រហាយជានិច្ចកាលវាជាការដែលធ្ងន់ឡើងទៅទៀតទោះបីថាមានភារៈរែកទូលនោះភារៈអ្វីនោះក៏ដោយបើមិនប្រកម្មចំពោះភារៈនោះខ្លាំងពេកទៅហើយគឺពេលណាក៏គួរដាក់ក៏ដាក់ពេលណាគួររែកទូលក៏រែកទូលបើធ្វើបានដូចនេះក៏គ្រាន់បើធូរទ្រូងខ្លះអាចមានជីវិតជាសុខតាមសមគួរដែរល្អជាជាងទូលរែកគ្រប់គ្រាគ្រប់ពេលវេលាទៅចំពោះសេចក្តីប្រកម្មក្នុងចិត្តដែលជាភារៈធ្ងន់ដោយពោលហើយនេះបើដាក់ចុះបានខ្លះក៏នឹងមានសេចក្តីសុខខ្លះបើដាក់ចុះបានទាំងអស់ក៏នឹងមានសេចក្តីសុខទាំងអស់ព្រោះនេះជាសច្ចធម៌ណាកូន56យកឈ្នះគ្នាដោយហេតុផលកូនជាទីស្រឡាញ់ការយកឈ្នះគ្នាដោយពាក្យនិយាយឬដោយការជជែកប្រកែកនោះសូម្បីប្រព្រឹត្តទៅដោយហេតុផលពេលខ្លះក៏មិនអាចធ្វើឲ្យហេតុការផ្សេងល្អទៅបានដែរការធ្វើឲ្យខូចពេលនឹងរឹតតែធ្វើឲ្យបែកបាក់គ្នាក្រៃលែងឡើងទៀតផងពាក្យនិយាយដែលមានហេតុផលមិនមែនសុទ្ធតែអាចប្រើបានគ្រប់គ្រាគ្រប់ករណីទៅនោះទេដោយចំពោះក្នុងការនៅរួមគ្នាជាគ្រួសារឬជាពួកក្រុមការដែលយល់ត្រូវគ្នា
ការបន្ទន់ចិត្តគ្នាទៅវិញទៅមកនឹងការនៅស្ងៀមដោយសេចក្តីអត់ធន់ជាដើមក៏អាចដោះស្រាយបញ្ហាគ្រួសារឬពួកក្រុមបានដូចគ្នាដែរសំបីមើលទៅហាក់ដូចជាមិនត្រូវយកហេតុផលមកដោះស្រាយក៏ដោយប៉ុន្តែវាជាហេតុផលដែលនាំឲ្យទាំងសងខាងគឺខ្លួនឯងនិងអ្នកដទៃព្រមព្រៀងគ្នាមិនទុកចិត្តគ្នាជាគូបរិបៈរលាយចូលគ្នាដោយសន្តិវិធីបើយ៉ាងនេះបានយើងក៏មិនចាំបាច់អាងហេតុផលយកមកប្រកែកគ្នាឬក៏ឆ្លោះគ្នានោះឡើយមានភរិយាស្វាមីច្រើនគូដែលត្រូវចែកផ្លូវគ្នាដែរព្រោះម្នាក់សុទ្ធតែអាងហេតុផលរៀងខ្លួនសម្ដៅយកត្រង់ការឈ្នះគ្នាដោយហេតុផលដែលខ្លួនឯងមានដោយប្រកាន់ថាហេតុផលរបស់ខ្លួនឯងត្រឹមត្រូវមកខាងទៀតមិនមានហេតុផលឲ្យត្រឹមត្រូវឡើយម្ល៉េះហើយទីបំផុតចុងក្រោយក៏ត្រូវបែកគ្នាហេតុផលគឺពិតជារបស់ល្អហើយតែត្រូវប្រើឲ្យសមជាមួយនឹងករណីនិងពេលវេលាផងក្នុងពេលនៅរួមគ្នាឬធ្វើការជាមួយគ្នាមានការឲ្យអភ័យការព្រមស្ដាប់គ្នាការអត់ធន់ការមិនប្រកាន់នៅក្នុងរឿងបន្តិចបន្តួចមើលទៅហាក់ដូចជាមិនត្រឹមត្រូវឬមិនសមហេតុផលដែលត្រូវឲ្យអភ័យជាដើមសោះប៉ុន្តែបើអាចព្រមព្រៀងគ្នាបានឬអាចការពារនៅភាពបែកបាក់គ្នាបានគឺពិតជាល្អជាងការប្រើហេតុផលហើយឆ្លោះកោះតេងគ្នាឬក៏គុំគួនគ្នាដូចជាការធ្វើដំណើរតាមទីក្រុងបិទមែនតែភ្លើងចរាចរណ៍បៃតងហើយក៏ដោយតែក៏ត្រូវមើលឆ្វេងមើលស្ដាំផងដែរព្រោះវាអាចមានអ្នកប្រញាប់ឬអ្នកមិនគោរពច្បាប់ចរាចរណ៍នោះផងបើយើងចេះតែប្រកាន់អាងហេតុផលរបស់យើងថាត្រឹមត្រូវគឺភ្លើងបៃតងវាអាចឲ្យយើងគ្រោះថ្នាក់ដល់ស្លាប់ក៏បានយ៉ាងណារឿងនៅក្នុងជីវិតក៏ត្រូវគិតឲ្យយល់យ៉ាងនោះដែរគឺកុំអាងថាខ្លួនត្រូវហើយនាំឲ្យមាននៅគ្រោះថ្នាក់ជាវិបត្តិបែកបាក់គ្នានោះឯងក្នុងរឿងសេចក្តីស្រឡាញ់និងក្នុងការគ្រប់គ្រងផ្ទះពេលខ្លះគឺនាំហេតុផលមកជជែកមិនបានឡើយព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀតដូច្នេះមានតែការសម្រួលមានតែសម្បទាននិងការយល់ដឹងអំពីសេចក្តីពិតហើយព្រមទទួលប៉ុណ្ណោះទៅជាការល្អបើមានការភ្លៀងភ្លាត់អ្វីកុំចេះតែយករឿងរ៉ាវនោះមកបន្ទោសគ្នាហើយប្រកែកគ្នាត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយបញ្ហាផងដែរ57សតិនាំបញ្ញាតាមកូនជាទីស្រឡាញ់បើកូនមិនត្រូវការសេចក្តីភ្លៀងភ្លាត់មិនត្រូវការឲ្យកើតនៅសេចក្តីក្តៅក្រហាយក្នុងការងារដែលធ្វើឬក៏ការនិយាយទៅហើយនោះទេកូនត្រូវគិតឲ្យល្អជាមុននឹងធ្វើមុននឹងនិយាយការគិតបានត្រឹមត្រូវមុនធ្វើមុននិយាយដើម្បីការពារនៅកំហុសនោះនេះជាលក្ខណៈរបស់សតិគឺជាគុណធម៌មួយយ៉ាងដែលចាំបាច់បំផុតក្នុងដំណើរជីវិតមនុស្សដែលខ្វះសតិបើនឹងធ្វើអ្វីនិយាយអ្វីច្រើនតែភ្លៀងភ្លាត់ឬក៏ភ្លេចនេះភ្លេចនោះឬម្យ៉ាងទៀតនឹងនាំមកនៅសេចក្តីវិនាសប្រយោជន៍ត្រូវខាតពេលដើម្បីដោះស្រាយបញ្ហាឬត្រូវបាត់បង់នៅរបស់សំខាន់ក្នុងជីវិតដែលលំបាកនឹងដោះស្រាយបានម្ល៉េះហើយមានតែលំបាកឡើងការមានសតិទៅជាគ្រឿងការពារនៅកំហុសភ្លៀងភ្លាត់និងសេចក្តីវិនាសដ៏សំខាន់ក្រៃលែងសតិជាគុណជាតិនាំមុខបញ្ញាសតិប្រៀបដូចជាផាល
ai bà nhà briệp đối chia niêng nồng qual bà nhà chầm ran từ ban có pru mau ông pi và khát ọp rung sẽ tệ nâng ai mình nuôi miên bà nhà pi cầm nát mọc hơi thay em chia mình nuôi chát pru ban sắc xa riêng sốt tràn che đằng rục một vị chia bàn tay bờ khoa sẽ tệ rứ cò bà mát thuê bà hết rồi mình cột thằng nạ đôi chia mình nuôi lùng nguồn khai ọt ban che đằng ở vậy so chăng là về khóc lọt rứ trời đai gái đai cào mà đó có chả để kết thả bạn đăng được ní mà anh mình phơi lại để cho nên nuôi dưỡng cứ trời bị dập dài mình che để an slap an thả an nhân riêng bàn chả hay phơi vậy này dây vậy mình ban kịch mục kịch cao nụ lại còn vô chát nằm mục sự tệ ở so trời ở miền sự tệ nằm mục vinh từ vậy vậy khúc dáng riệp rồi mình đùm ba đo sai tam cao nơi ẩm pơ rồi bọc luôn ai sự tệ nâng bà nhà chỉ quân để chiết miền Opakara Chan nông cả nghe khúc dáng cứ trời ở miền chỉ cu nâng kia rồi hốt tỏ tửព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបើបុគ្គលបានដឹងខ្លួនថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនក៏បីរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អនោះយើងគ្រប់គ្នាសុទ្ធតែស្រឡាញ់ខ្លួនប៉ុន្តែបើមិនបានកំណត់ដឹងរបស់ដែលជាទីស្រឡាញ់គឺខ្លួននោះឲ្យច្បាស់លាស់ទេការតាំងចិត្តរក្សារមែងមិនមានបើការតាំងចិត្តរក្សាខ្លួនមិនមានទេនេះឈ្មោះថាបុគ្គលមាននៅធัวប្រមាទគឺការធ្លេសប្រហែសដូច្នេះដំណើរជីវិតពិតជាមិនបានល្អឡើយតាមពិតមនុស្សគ្រប់គ្នារមែងរស់នៅជាមួយនឹងខ្លួនឯងរហូតតាំងពីកើតដល់ស្លាប់ហើយត្រូវបន្តការរស់នៅជាមួយនឹងខ្លួនឯងទៀតជារៀងរហូតទាល់តែជីវិតត្រូវបានបញ្ចប់អស់នៃវដ្តសង្សារបើយើងមិនបានរក្សាខ្លួនឲ្យល្អទេយើងរមែងរស់នៅជាមួយនឹងខ្លួនឯងដែលជាមនុស្សមិនល្អរហូតតទៅចូលកូនកុំប្រមាទកុំហ្វេសប្រហែសឡើយចូលកូនវឹកហាត់ឲ្យមានសតិជាប្រចាំក្នុងចិត្តដើម្បីកូននឹងមិនបានធ្វើអ្វីខុសឆ្គងដូចជាមានអ្នកនៅចាំយាមចាំចាប់នៅមនុស្សខូចដូចនោះឯងកូនត្រូវពិចារណានៅក្នុងកំណាប់នេះហើយនាងធម្មំអ្នកសេវាយៈទំនាស់កັບចៈរំលោភឆ្លៀនពៀនល្មើសគុណម៉ែឪទ្រុះព្រះទ្រង់ញៀនទ្រុះនៅត្រង់ហ៊ានបំពេញសិក្ខាធัวថោកទាំងនេះគឺសែនហីណាំងស៊ីបាយបោកឆ្នាំងខ្មាំងនឹងសាសនាកូនឪមិនត្រូវខ្សែគប់ឡើយណាបាលីពោលថាអ្នកសេវាយៈធัวថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ប្រព្រឹត្តអត់អាក់ខ្សែគប់ធัวខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះច្រវាក់អន្តៈកាមគុណប្រមាទេអ្នកសង្ឃវសេកូនត្រូវរិះរេគិតទុកជាមុនរៀបចំជីវិតឲ្យផុតទេរុនបនជាដើមទុនរួចចាកធัวថោកកូនឪមិនត្រូវរស់ដោយប្រមាទត្រូវខំសង្វាតកុំឲ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាមក្រោកសម្លឹងធัวពិតបើកូនមិនក្រោកពិតជាលំបាកបញ្ហាអិតស្រាឆាកលខោនជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហៈរូបរិទ្ធពិតជាវង្វេងចូលកូនសម្លាញ់ស្ដាប់តាមម៉ែពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធัวកុំចេះតែលេងស្រីស្រាកៅពេងជាលបែងគ្រោះថ្នាក់58ជីវិតមានតម្លៃកូនជាទីស្រឡាញ់កូនដឹងទេថាជីវិតមានតម្លៃថ្លៃក្រៃលែងមិនថាជីវិតរបស់យើងឬរបស់អ្នកដទៃសុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯង
ទាំងដល់អ្នកដទៃដូច្នេះហើយទៅក្នុងសិល5បានលើកយកការវាចានៅការសម្លាប់សត្វទុកជាសិក្ខាបទទី1ព្រោះមកអំពីជីវិតជារបស់សំខាន់នឹងឯងនោះយើងសំខាន់សម្រាប់ខ្លួនឯងណាស់សត្វដទៃបុគ្គលដទៃសុទ្ធតែសំខាន់សម្រាប់ខ្លួនគេគ្រប់គ្នារៀងខ្លួនដូច្នេះទៅមិនគួរសម្លាប់មិនគួរបៀតបៀនជីវិតគ្នាឡើយកាលបើកូនដឹងថាជីវិតរបស់កូនមានតម្លៃថ្លៃនិងសំខាន់សម្រាប់ខ្លួនកូនហើយកូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យបានល្អកូនត្រូវធ្វើនៅអំពើជាប្រយោជន៍ឲ្យដល់ខ្លួនឯងផងឲ្យដល់អ្នកដទៃផងឲ្យច្រើនជាទីបំផុតអំពើអាក្រក់ដែលជាបាបកម្មនាំឲ្យមានពីវេរាកូនកុំឲ្យជីវិតនេះទៅប្រឡាក់ប្រឡោះឲ្យសោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាជីវិតដែលមានសិលមានការសម្លឹងពិនិត្យសំបីរស់នៅតែមួយថ្ងៃក៏ប្រសើរជាងជីវិតដែលអត់សិលអត់មានការតម្កល់ខ្លួនឲ្យល្អរស់នៅសំបីអស់រយនៃឆ្នាំទៅទៀតដើម្បីឲ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបំពុនឲ្យមច្ចរាជក្នុងមួយថ្ងៃ24ម៉ោងយើងត្រូវធ្វើការក្នុងមួយថ្ងៃឲ្យបានកម្រៃថ្លៃជាងជីវិត24ម៉ោងនោះទៅទៀតកូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីឲ្យរួចផុតចាកទុក្ខគឺជាការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់ដូច្នេះកូនត្រូវប្រយ័ត្នកុំឲ្យខាតថ្លៃពន្ធឲ្យសោះក្នុងមួយថ្ងៃ59មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់កូនជាទីស្រឡាញ់នៅក្នុងโลกនេះតើអ្វីដែលល្អជាងគេសម្រាប់មនុស្សយើងគឺខ្លួនយើងជាមនុស្សល្អនឹងឯងបើយើងជាមនុស្សអាក្រក់មានចិត្តបាបប្រព្រឹត្តទុច្ចរិតអត់គោរពវិន័យបៀតបៀនអ្នកដទៃទោះបីយើងមាននៅដុំពេជ្រភ្នំមាសនិងសម្បត្តិផ្សេងទៀតពោពេះយ៉ាងណាក៏ដោយក៏យើងមិនអាចល្អបានដែរព្រោះយើងជាមនុស្សអាក្រក់ស្រេចទៅហើយឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់2កាពះ2របស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងអ្វីក្រៅតែអំពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចុះសូម្បីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមានមិនបានក៏ដោយឲ្យទៅថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តកាលដែលកូនមាននំមានផ្លែឈើយកមកជូននោះពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលបរិភោគទទួលទានដោយពេញចិត្តពិតសម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេដាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរចំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនបានជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតក៏ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមក
tình phải chơi là o ai mau dạng mệt rồi tới là hãy miệt đà bị đà khá các bạn bật phê lia trả lột đi tới tiền đà mình thọp đài bàn khơi côn crab tầm việc luôn mà đòn phong việc bịch mai ấy côn trời chăm mình đắm thực chất bịch việc rung việc ra kỳ prê mai ấy cúng đi dung và bút vì sọt bịch Aaron per meh chia rẽ mây sầm đấy mai ở trời rụng lực chom cầm ao phết việc bịch đôi ngày thay đôi meh vì lục lọ sro pro soria miệt đá bị đá cứ chỉ pre chỉ đuông soria diệt tra re còn trời sầm pe từ bồ pi từ bồ miền này bọc bạc cà đây bằng ca pro sấy pin pe sệt thi pe bịch mai ở trời đôi chia soria nông kề bằng phừ lô pi cua sa cọ khả đại con chỉ tì giờ lạnh pe thà cua sa chỉ pe để miền đây miền áp để này tràn cứ sầm đáy đò ca sả lanh thiệp cọ đáy thiệp này tờ cô để muôi chỉ muôi kia là nơi bờ tây hàng lách phê dê tay dốt tờ cô ở đây một pra hay tay hay kia thà đẹp tiệc nhom rư cua sa nhom chỉ đàm máy để con nơi mình dân nơi ruộng kia chỉ cua sa miền tầm lên sai sờ bay miền tầm lên ruột và lại kia bỏ phô cả hai ruộng kia nâng phơi bay chỉ muôi kia miền thiệp ruột rồi vơ bốc mà đai xong bay phơi cả hot nơi o khẩm lang giang na cả đói luôn mà đói để hơi con để khơi một con ruột mà tự tu chuối cắn chuối tự tu vô bò nằng xả xua vì cả hot nơi và nắng mày ở có bát o nơi cả nơi hot từ hai miệt đá bị đá khơi con nhằm ban kênh lụa có sờ bài chất từng o này ai nhà cồn để hai thằng khua xá miền phiếp cọ cái đài nô hay lâu đi con của bạn thông o hai con này phơi chỉ bong và ôn nằng kia con trâu để chết sờ lạnh kia sạch chiêm chỉ mùi kia dạng ná có cắt kia mình ban bịa cha pol thà cắt tức mình đạch cắt sạch mình ban để cho này cho con cầm sọp bơm cầm nanh cầm chỉnh nên cầm khăn cao cái nông công cuốn ở đây là bong và ôn kia lại còn trâu chui kia đừng mơ thay kia từ bên từ máu từ ban là o ban mà thôi chỉ bong và ôn đừng kia hơi sắp để một sluột to tên kia với chỉ riêng để cuối không ai yên na còn này nụ lọ cái mình chua to tên kia được này lại dạng tiệt con trời cất đo trung mà đại trung phong thà bục mà đại nâng anh cất dạng na cho buộc con cất đo pe để con nơi tôi chua kia hỡi có lọ nâng kia vinh lên châu kia vinh rồi đam chẳng phịch riêng để cần lon ở từ hay có sở lạnh kia prom prieng kia miền vây phơi cái chuối kia đó na con miền rừng khla cả con để nơi bị tôi nô con cua sắc xa tam và con kết thả con thông hai con mình phơi riêng để to chất đôi ca để con nơi bị khmênh tế tại con trời công và cằn kia con ấy pha mấy ai ruột mây ban phê dĩa có ai ruột mây ban con có ai ruột mây ban đai tại bong ôn rồi bàn tiệt tê miền phần ná có phần năng ca lại cắt bong cắt ôn có đôi khi nâng ca cắt sạch cắt chiêm rồi bỏ mai rồi bỏ đáy ná cốn cua xa cọ cả đáy mẹ con trai trời nữ nông thua mình tam cái lẽ chạy ruột nông pô ai dụ bò bó con là thua nông chật bay chui chắp nông chật con chỉ tì giờ lành về khla bốc mà đái ban phơi vậy rư dây vậy cho mỗi con khăng hua ai phơi con mình bình chặt bình tài cho con cho thà tôi chỉ rằng là cả đói bốc mà đái cất cu đỏ con na thở lành na cứ con nơi tại chỉ cài phê chỉ bày đôn bỏ mày ở triển nịch nơi pe là con thầm lăng mơ bốc mà đái đói cái sai phê khăng sọp rư mình trôi chất hạ đôi bốc mà đái trên để tây tiệt nô bốc mà đái tôi chất hai chư chặt na nè là tây cái mẹ nghe rư vô không mà lơ bốc mà đái có bốc mà đái mình mới nhọp nhua không chất đôi chỉ con rồi bỏ luôn bảo mẹ nghe rư có vô không lơ bốc mà đái lại và con khăn khao chấm buộc mai ở pro con mình bình chất rư to chất không riêng ở vậy để mai ở bàn phơi cả hai nốt mai ở là muôn ai chọt trầm ban vận tay bởi khăn khao pro con mình vô đỏ tức chất đỏ bít và cọt bỏ mai ở
វិញនោះពុកនឹងម្ដាយត្រូវខូចចិត្តនឹងឈឺចាប់ក្នុងដើមទ្រូងដ៏យ៉ាងក្រៃលែងណាកូនសន្តានហាប្រតិនៃព្រះអរហន្តមកលើពួកជនម៉ត់ចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាម៉ត់ចត់អស្ចារ្យក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែព្រោះថាឪម៉ែជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាពេកពុនលើកូនប្រុសស្រីមានន័យគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទន់អោនក្រាបសិរសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រមាសចិត្តល្អដោយព្រះវេស្សន្តរក្សត្រា4កំពូលប្រាថ្នារបស់ម៉ែឪកូនជាទីស្រឡាញ់កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូលរបស់ម៉ែឪទេគឺម៉ែឪគ្រប់គ្នាវេលាដែលមានជំងឺរមែងត្រូវការឃើញមុខកូនរបស់ខ្លួនមកប្រណិប័តមកមើលថែនៅចិត្តនៅក្បែរសាកសួររឿយនេះឯងណាកូនគឺជាថ្នាំពិសេសដែលធ្វើឲ្យឪពុកម្ដាយឆាប់ជាសះស្បើយក្រៃលែងណាស់ទៅទៀតគឺនៅពេលដែលខ្លួនចាស់ជរាជួយអ្វីខ្លួនឯងមិនបានរមែងត្រូវការកូនជាទ្វេគុណជាត្រីគុណសូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹកមានការងារដែលត្រូវធ្វើច្រើនសន្ធឹកសន្ធាប់មិនសូវមានពេលទៅមកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរគឺនៅតែប្រាថ្នាឃើញកូនហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ចពុកម្ដាយគ្រប់គ្នាក្រៅពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយនៅមានសេចក្តីប្រាថ្នាជាទីបំផុតម្យ៉ាងទៀតគឺចង់ឃើញកូនមានសេចក្តីចម្រើននិងមានសេចក្តីសម្រេចក្នុងជីវិតមានជីវិតរុងរឿងសម្បូរទៅដោយសេចក្តីសុខបើកូនបានសំតាមសេចក្តីប្រាថ្នាពុកម្ដាយគ្រប់គ្នានឹងមិនចំណែនជាមួយកូនឡើយញាប់ញួរក្នុងចិត្តតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នៅសេចក្តីសម្រេចក្នុងជីវិតរបស់កូននោះដែលឪពុកម្ដាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសំតាមបំណងប្រាថ្នានោះឯងបើបានឃើញកូនជាមនុស្សល្អមានសមត្ថភាពគ្រប់គ្រាន់មានការចេះដឹងជាមនុស្សឆ្លាតមានការងារធ្វើជាជំហរនៃជីវិតនឹងបានជួបប្រសពនៅសេចក្តីសម្រេចឪពុកម្ដាយគ្រប់គ្នាក៏ភ្លេចអស់នៅការហត់នឿយទៅហើយដែរចូលកូនគ្រប់គ្នាកុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ5កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ភាពស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងនោះយើងនៅជាមួយនឹងអ្នកណាធ្វើការងារជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយនឹងអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះក៏គឺជាការពិតប្រកបក្នុងចិត្តមាត់ពោលស្ដីអ្វីៗជាសម្ដីផ្កានរណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសំបីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះណាគេយល់ថាការវិវេឬការយកប្រៀបលើអ្នកដទៃទៅជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកដទៃនោះទៅចោះបើថាកូនជាមនុស្សល្ងងដោយពេលអ្នកដទៃចោតប្រកាន់មកថាកូនភ្លើកូននៅតែជាកូនឆ្លាតរបស់ឪពុកម្ដាយដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យបានរួចផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះ
ត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងងហ្នឹងឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីរហូតតទៅនោះឡើយ6គុណនៃសេចក្តីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរគឺក្រៅអំពីការដែលមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពឹសការចាហៅធ្វើឲ្យមនុស្សយើងទុក្ខលំបាកទៅតែម្យ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតនៃសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនឹងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូចនោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញនានាដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ជាយាមនៅក្នុងរវាងនៃសេចក្តីទុក្ខលំបាកនិងភាពសនុកសុខសប្បាយថ្លៃថ្នូររុងរឿងទៅមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់តម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលួតដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃអំពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះព្រៃភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអណែកតែធ្វើឲ្យដែករឹងរិតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូអត់អទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ជាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំជាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណកប់លទ្ធផលការងារជាតម្លៃមនុស្សធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រចាក់កំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងប៉ឹងតែមិនរឹងរូសព្យាយាមជំរុះមានះក្នុងចិត្តទួនកាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដូចដែក7ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការងាររាជការឬក៏ទៅធ្វើការស៊ីឈ្នួលអីគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬក៏តម្លៃឈ្នួលបើសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬក៏តម្លៃឈ្នួលនោះក៏រឹតតែល្អកុំធ្វើការក្រន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះ
ត្រូវធ្វើការងារដើម្បីឲ្យជាការងារសម្រេចដោយល្អផងទៅជាការសំរុំនោះយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបលើគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះតិចប្រាសចាកនៅសេចក្តីកំណាញ់និងការចរណែនជាដើមខុសអំពីមនុស្សដែលមិនមាននៅទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខនៅក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអញ្ចឹងឯងចូលកូនវឹកហាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងក៏បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការងារជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន8រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពេលដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីដទៃទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយតើអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបើរបស់រតីក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីជាមួយនឹងណានាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយឡើយមនុស្សដែលបង់ពាក្យបង់សម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសូម្បីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ
9 ចិត្តមួយថ្លើមួយកូនជាទីស្រឡាញ់ធัวដែលនឹងធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះគឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងរបស់ភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូនមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែនៅសច្ចៈនេះឯងការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់ទែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកំខានដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគុំតែគិតឃើញមិនខានដូច្នេះតើប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នានោះយើងបើសំបីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យដល់គូគ្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយសសេរីរបស់មនុស្សយើងនេះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់តែប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសំបីតែជាមួយនឹងគូក្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះវាជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងតែប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកម្មយកមិនចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ10ព្រមល្ងងខ្លះល្អណាស់កូនជាទីស្រឡាញ់ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរស់ស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនហើយព្រមឲ្យគេថាទៅចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសអំពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនដែររវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមាត់នៅក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅជាផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពំនុះសោតត្រូវប្រឹងប្រែងជាយាមបញ្ចុះបញ្ចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះ
ដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួនឯងនោះបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនហើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រកដីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់ជាមួយនឹងមួយខ្វះធัวសន្តោសម៉ូបលោភលន់រស់ស៊ីទុច្ចរិតខ្វះយុត្តិធម៌ឡាកូនហើយក្នុងរឿងទាំងអស់នេះបើថាគេថាឲ្យកូននឹងឯងងងមែនទែនព្រោះតែមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនកេងលក់មិនចាំបាច់យកដៃគោងថ្ងាសឡើយណាកូន11ឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមានអ្នកណាធ្វើអ្វីៗឲ្យត្រូវចិត្តយើងគ្រប់បែបគ្រប់យ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងណាក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬក៏ធ្វើអ្វីមិនត្រូវចិត្តមិនត្រូវអធ្យាស្រ័យរបស់កូនកូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកតោះតេងអ្វីនឹងគេឡើយកូនត្រូវនៅឲ្យស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែតិចមិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់លាស់សិនសុំនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយការកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុក្ខគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យយ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តថាជាគ្នាឯងមិនមានស្នៀតមិនកលិចកលុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តបកគលការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នកដទៃឡើយបើកូនឲ្យអភ័យដល់អ្នកដទៃបានកូននឹងបាននៅការសុបាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នកដទៃបានកូននឹងនៅក្នុងទីណាក៏នៅបានមិនមានអ្នកណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះព្រោះហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត12មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថា
មិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសិភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬក៏ពេលអបសុខឡើយរមែងជាប់តាមយើងទៅបានគ្រប់ទីកន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់តែមែនទែនគឺនៅក្នុងបន្ទប់គេងមិនថាកូនជាអ្វីកូននៅក្នុងទីណាកូនកុំចោលសិភៅបើកូនចោលសិភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនជាយាមអានសិភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសិភៅសម្រាប់អានកុំឲ្យខាតពេលពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានបានស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសិភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សិភៅអ្វីដែលកូនអានហើយចូលកូនពិចារណាថាគួរជឿតាមអ្នកសរសេរឬក៏មិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនាក៏ផ្សេងគ្នាដែរដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតន់អាលជឿចូលកូនចាំទុកថាសិភៅគឺជាគូក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសិភៅល្អឈ្មោះថាជាការបញ្ចូលគូក្បាលរបស់អ្នកចេះដឹងមកក្នុងគូក្បាលរបស់កូនទោះជាពេលថ្ងៃក៏ដោយក្នុងផ្ទះរមែងងងឹតបើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាបើកូនបិទភ្នែកបិទវិជាពោលគឺមិនអានមិនស្ដាប់នៅភាសារបស់អ្នកចេះដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹតដូចជាផ្ទះដែលបិទជិតយ៉ាងនោះឯងដើម្បីឲ្យបានទៅជាមនុស្សល្អកូនត្រូវ1ស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍2ប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានាយកនៃជីវិតកុំឲ្យតណ្ហាដឹកនាំជីវិតឡើយ